តើសត្វនាងគឺជាសត្វអ្វីហើយវាមានតំណែងតំណងអ្វីខ្លះនៅក្នុងវិធីបុណ្យចូលឆ្នាំចិនតោះថ្ងៃនេះមកដឹងមួយខ្ញុំទាំងអស់គ្នារឿងព្រេងអំពីសត្វនាងគឺជាឆ្អឹងខ្នងនៃទំនៀមទម្លាប់របស់ប្រទេសចិនពាក្យថានាងក្នុងភាសាចិនបច្ចុប្បន្នប្រែថាឆ្នាំប៉ុន្តែកាលពីសម័យបុរាណវាគឺជាឈ្មោះរបស់សត្វសាហាវដ៏គួរឲ្យខ្លាចមួយគឺសត្វនាងនោះឯងសត្វនាងត្រូវបានគេពណ៌នាថាមានក្បាលស្រដៀងនឹងសត្វតោប៉ុន្តែមានស្នែងវែងស្រួចនៅលើក្បាលនិងមានធ្មេញខុសពីសត្វធម្មតាវាមានរូបរាងធំជាងដំរីនិងសាហាវឃោរឃៅបំផុតជាធម្មតាវារស់នៅក្នុងបាតសមុទ្រដ៏ជ្រៅឬនៅក្នុងភ្នំដ៏ខ្ពស់ដែលចេញមកក្រៅតែម្ដងគត់ក្នុងមួយឆ្នាំរៀងរាល់យប់ដាច់ឆ្នាំសត្វនាងនឹងឡើងមកលើគោកដើម្បីស៊ីសត្វពាហនៈស្រូវសាលីនិងសូម្បីតែមនុស្សជាពិសេសក្មេងៗនេះធ្វើឲ្យអ្នកភូមិភ័យខ្លាចជាខ្លាំងហើយរៀងរាល់យប់ដាច់ឆ្នាំពួកគេតែងតែនាំគ្នាជាមួយនៅវ៉ាន់រត់ភៀសខ្លួនចូលទៅក្នុងព្រៃដ៏ជ្រៅឬលើភ្នំដ៏ខ្ពស់ដើម្បីមានសុវត្ថិភាពមានឆ្នាំមួយគណៈពេលដែលអ្នកភូមិកំពុងតែរៀបចំអីវ៉ាន់រត់ភៀសខ្លួនមានបុរសចំណាស់ម្នាក់ដែលមានសក់សភ្នែកភ្លឺដែលបានដើរចូលមកក្នុងភូមិមានតែស្ត្រីចំណាស់ម្នាក់ប៉ុណ្ណោះដែលអាណិតលោកហើយបានផ្ដល់អាហារឲ្យនិងប្រាប់ឲ្យលោកប្រញាប់រត់ទៅពួនតែបុរសចំណាស់នោះបានសើចហើយសន្យាថាលោកមានវិធីដេញសត្វនាងចេញពីភូមិនៅយប់មួយនោះនៅពេលដែលសត្វនាងចូលមកក្នុងភូមិវាស្រាប់តែមានអារម្មណ៍ថាប្លែកព្រោះឃើញផ្ទះមួយបានបិទក្រដាសក្រហមនៅតាមទ្វារបង្អួចផ្ទះនៅរំពេចនោះបុរសចំណាស់នោះបានស្លៀកពាក់ឈុតក្រហមឆ្អៅនិងដុតចង្គៀងភ្លឺប្រងព្រាតដែលធ្វើឲ្យសត្វនាងច្រឡំកាំងព្រោះភ្នែករបស់វាខ្លាចពន្លឺភ្លឺខ្លាំងលុះយូរទៅអ្នកភូមិក៏បានរកឃើញចំណុចខ្សោយរបស់សត្វនាងអ្នកភូមិបានដឹងថាសត្វនាងខ្លាចពណ៌ក្រហមពន្លឺភ្លើងនិងសំឡេងខ្លាំងហេតុនេះហើយទើបគេចាប់ផ្ដើមបិទក្រដាសក្រហមនៅតាមទ្វារផ្ទះដុតគោមជួងនិងដុតផាវដើម្បីមិនដេញសត្វសាហាវនេះចេញពីភូមិអញ្ចឹងបើសិនជាបងប្អូនពេញចិត្តនឹងវីដេអូខ្ញុំជួយចុច like និង share ម្នាក់មួយផងសូមអរគុណ